បាទជម្រាបសួរបាទពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនាជាមួយនឹង Channel បាទផឹកតាមរង្វាន់ភេសជ្ជៈបាទអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំបាទវិនិយោគបាទលុយ2500រៀលទៀតហើយបាទមកទិញជាមួយនឹងភេសជ្ជៈ King Kong បាទអញ្ចឹងកាលពីវីដេអូមុនគឺយើងបានឃើញទាំងអស់គ្នាហើយគឺបាទមានឆ្នោតកាត់កន្លែងនេះស្តៀងគ្នាដូចនេះដែរអញ្ចឹងណាអញ្ចឹងយើងឈ្នះមួយកំប៉ុងបាទចាំមើលនៅក្នុងវីដេអូនេះបាទនៅក្នុងកំប៉ុងបាទ King Kong មួយនេះយើងឈ្នះប្រមាណបាទឬក៏មិនឈ្នះបាទបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បាទហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តបាទផឹកតាមរង្វាន់ក៏ដូចជាផឹកជាមួយនឹងភេសជ្ជៈផ្សេងបងប្អូនកុំភ្លេចបាទចុចជាវក៏ដូចជា Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបាននូវវីដេអូថ្មីពាក់ព័ន្ធជាមួយនឹងភេសជ្ជៈថ្មីក៏ដូចជាបាទការផឹកតាមរង្វាន់កោះយករង្វាន់ផ្សេងផងដែរបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងភេសជ្ជៈ King Kong បន្តទៀតបាទអញ្ចឹងដោយសារតា King Kong នេះរសជាតិវាគ្រាន់បើដែរហើយរង្វាន់ហ្នឹងក៏ល្បីខ្លាំងដែរដូចខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូមុនអញ្ចឹងណាបាទឥឡូវនេះយើងមកមាននៅក្នុងដៃមួយកំប៉ុងទៀតហើយបាទអញ្ចឹង King Kong បាទបងប្អូនឃើញហើយបាទសម្រាប់មិត្តសញ្ញានៅកន្លែងនេះវាច្រើនគេដាក់អក្សរ H ហើយកន្លែងនេះគឺយើងមានលេខ Z E1 ដដែលទេបាទអញ្ចឹងមានន័យថាកេះតែមួយបាទអញ្ចឹងសង្ឃឹមថាកេះតែមួយរង្វាន់អាចតែមួយឬក៏ធំជាងហ្នឹងទៅបាទអូខេសម្រាប់គូតគូតមុនគឺលេខ13អានេះយើងលេខ12បងប្អូនណាបាទសម្រាប់គូតបាទអូខេចង់ដឹងថាក្នុងនេះមានរង្វាន់អីបាទតោះយើងកោះទាំងអស់គ្នាតែម្ដងបាទហើយបងប្អូនបានកាន់ King Kong មួយខ្ញុំនៅបើសិនជាមានហើយបាទមកកោះទាំងអស់គ្នាចាំមើលថាតើនៅក្នុងនេះមានរង្វាន់អីបាទហើយក្នុងការមើលរង្វាន់ខ្ញុំយកតាមលំនាំអាមុនបាទអាមុនគឺយើងមានឆ្នោតកន្លែងនេះណាបាទយើងមើលឆ្នោតធ្នេហ្នឹងមកវារត់ចូលនេះបាទចាំមើលថាតើត្រូវមួយកំប៉ុងដូចកំប៉ុងមុនឬក៏យ៉ាងម៉េចបាទតើឥឡូវយើងកោះទាំងអស់គ្នាតែម្ដងបាទឥឡូវខ្ញុំធ្វើការកោះហើយបាទចាំតាមដានទាំងអស់គ្នាគឺអត់មានកាត់តទេបាទឥឡូវលន់ភឺហើយបងប្អូនបាទឥឡូវយើងអត់មើលថ្នមបាទមានឃើញអីនៅបាទសង្ស័យរំពាន់ចេកមួយស្និតទេថ្ងៃនេះបាទតោះឥឡូវយើងកោះតែម្ដងទៅបាទបន្ទាប់ពីបានកោះបានប៉ុណ្ណេះហើយខ្ញុំអត់ទាន់បដាច់ទេឥឡូវយើងពវល់មកបាទពវល់ថ្នមណាបាទឥឡូវយើងបានរង្វាន់អីអូចប់បាត់ហើយនេះបាទយើងបានចេកមួយស្និតបាត់ហើយបងប្អូនបាទថ្ងៃនេះយើងឈ្នះរង្វាន់ចេកមួយស្និតអញ្ចឹងបងប្អូនអាចទៅដូរទៅបាទទៅដូរយកចេកទៅបាទអញ្ចឹងបងប្អូនអាចទៅដូរយកចេកមកណាបាទដោយសារតែឥឡូវយើងឈ្នះរង្វាន់ចេកមួយស្និតអញ្ចឹងទៅជួបអ្នកលក់ប្រាប់អ្នកលក់ថាឥឡូវត្រូវរង្វាន់ចេកមួយស្និតហើយបាទអញ្ចឹងយើងទៅដូរយកបាទចេកមួយស្និតយកមកហូបមកបាទអូខេអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបាទជួបគ្នាវីដេអូក្រោយចាំមើលថាយើងមានសំណាងឬអត់